Sigi International Medical Association pharmacists explained medication instructions, and Rhett Chinda faithfully interpreted them for patients. វាផាទាំងប្រជាជនដែលគាត់មកទទួលការព្យាបាលឬក៏បើកឱសថនឹងឲ្យគាត់ពេញចិត្តហើយនឹងសប្បាយរីករាយទៅវិញថាមានអារម្មណ៍ថាទោះបីជាហត់ក៏ដោយក៏មានអារម្មណ៍ថាសប្បាយរីករាយពួកអីការងារនេះតើតែយើងធ្វើការងារនឹងដោយប្រើបេះដូង Soy Chanthang mobilized over a dozen classmates to assist with interpretation. ដោយសារតែខ្ញុំគិតថាវាគឺជាឱកាសមួយដែលអាចឲ្យពួកគាត់នឹងបានរៀនផ្នែកជួបបានរៀនឲ្យទទួលបានបទពិសោធន៍ថ្មីជាពិសេសហ្នឹងគឺគាត់អាចបង្កើតទំនាក់ទំនងជាមួយនឹងអ្នកគ្រូពេទ្យខាងបរទេសចឹងហ៎បងបាទ Over 3 days, the free clinics saw more than 1,000 patients daily. The largest area was the waiting zone, where Cambodian volunteers set up tents and the team delivered comprehensive health education. មានអារម្មណ៍ថាពួកគាត់តែងតែផ្ដល់ស្នាមញញឹមជូនដល់ប្រជាពលរដ្ឋខ្មែរយើងមានការកំសាន្តការហាត់ប្រាណធ្វើខ្សែដៃខ្សែជើងកុំឲ្យអ្នកជំងឺយើងមានការអបសុកមានការធុញទ្រាន់ At the free clinic, medical teams and volunteers worked in close coordination, delivering not only professional care, but also compassionate service. ITV reports.